សួស្តីខ្ញុំឈ្មោះដានីជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីលក្ខខណ្ឌតម្រូវទី1នៃបទបញ្ជាចុងក្រោយរបស់ XCBS ការចេញចូលសហគមន៍លក្ខខណ្ឌតម្រូវបញ្ជាក់ថាមនុស្សដែលយើងគ្រប់គ្រងនឹងមានសិទ្ធិចេញចូលសហគមន៍ដូចគ្នានឹងអ្នកផ្សេងទៀតរួមទាំងសកម្មភាពកម្សាន្តនិងការងារពួកគេសម្រេចចិត្តអំពីរបៀបចំណាយពេលវេលានិងប្រាក់របស់ពួកគេនេះគឺជា Venus ជាអ្នកសម្របសម្រួលកម្មវិធីនៅ Day Program តោះចូលរួមជួយនាងនៅថ្ងៃដែលសុបមួយកំប៉ុងដំបង baseball មួយនិង Jackson Pollock បានបង្ហាញនាងអំពីរបៀបដ៏ល្អបំផុតដើម្បីជួយដល់ Lorenzo ក្នុងការស្វែងរកកន្លែងរបស់គាត់នៅក្នុងសហគមន៍សួស្តី Venus មានពេលបន្តិចអត់ហ្នឹងកើតអីនឹង Lorenzo មិនបានជាមុខសពូនម៉េះគឺថាខ្ញុំចូលចិត្ត Day Program ប៉ុន្តែខ្ញុំអាចធ្វើអ្វីៗបានច្រើនទៀតខ្ញុំយល់ហើយតោះទៅរកអីដែល Lorenzo ចូលចិត្តពិតប្រាកដតែអ្នកគិតចង់ធ្វើអីខ្លះការងារសកម្មភាពនៅសហគមន៍ការងារស្ម័គ្រចិត្តមិននិយាយលើខ្លួនឯងទេតែការងារនេះជាជំនាញខ្ញុំហើយខ្ញុំបានជួយ Maya និង Steven មែនហើយ Venus ប្រកែកណាស់នាងបានជួយខ្ញុំរកការងារធ្វើបែបមិនមកធ្វើការជាមួយខ្ញុំទៅគិតមិនដែរចង់បានការងារដែលអត់ហ្នឹងចង់តាខ្ញុំត្រូវការប្រាក់ដែរអរុនសួស្តីម៉ាយ៉ាអ្នកណានេះមិត្តភក្តិមែនចាពូ Kruger នេះគឺ Lorenzo គាត់ត្រូវការការងារតើអ្នកអាចធ្វើតាមការណែនាំរៀបបំណងកំប៉ុងលើគ្នាចូលចិត្តទឹកសម្លបាទអត់ទេមានអីបានពីអក្រន់បានដែរតាពូឲ្យការក្មួយធ្វើផងវូហូអរគុណពូដែលបានជួយដល់យើងខ្ញុំកុំបារម្ភបើសិនបើគាត់បានត្រឹមពេលកណ្ដាលម៉ាយ៉ាគឺខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់ទៅហើយMaya ធ្វើបានល្អណាស់ Lorenzo ក៏នឹងចឹងដែរឲ្យតែគាត់អាចធ្វើតាមការណែនាំគាត់ធ្វើការបានល្អហើយអបសុកណានឹងហើយនឹងហើយរៀបបែបនេះដូចជាមិនសូវត្រូវទេឲ្យខ្ញុំរៀបមិនទៅចឹងខ្ញុំរៀបបែបសិល្បៈណាពូស្រេចហើយកុំបារម្ភអីចាំខ្ញុំជួយឯងហេសំឡាញ់ខ្ញុំរំភើបណាស់ដែលអ្នកខិតខំជានវាយក្រុមកុំបារម្ភខ្ញុំនឹងមិនធូរដៃដល់អ្នកភ្នែកត្រូវសម្លឹងតបានណាអរគុណ Steven យេបាទៅហើយយេបាកោងបាឆ្លាតហេសំឡាញ់កន្លែងលេងដំបូងនៅតាមនេះតើហើយខ្ញុំបានគិតថាខ្ញុំប្រកែកក្នុងរឿងនេះវាមិនមែនជាខ្ញុំទេគឺជាអ្នកវាគឺជាកំហុសរបស់ខ្ញុំគួរតែគិតឲ្យបានល្អិតល្អន់ជាងនេះខ្ញុំគួរតែគិតឲ្យបានល្អិតល្អន់ជាងមុនមនុស្សពីរនាក់មិនដូចគ្នាទេអាយ៉ានៅនេះសងសំទោស Venus ខ្ញុំបានព្យាយាមហើយទាំងនេះមិនសមនឹងខ្ញុំទេគឺខ្ញុំសុំទោសមែនតើគឺថាមិនដោយសារតែគេធ្វើបានវាស័ក្តិសមនឹងអ្នកនោះទេមិនបានការអ្វីសោះខ្ញុំធ្វើខុសយើងសត្វតែធ្លាប់មានបញ្ហាតែវាមិនអីទេជីវិតគឺវាញញៃចឹងឯងហើយប្រហែលនោះគឺជាអ្វីដែលយើងត្រូវការឥឡូវនេះចង់ឲ្យរញ៉េរញ៉ៃអត់នឹងហើយនឹងហើយអូបច្ចាចាមែនការសហការជាមួយ Lorenzo ពួកអ្នកបានរកឃើញថាវិធីសាស្ត្រពុំនំខូលីនឹងមិនដំណើរការទេនាងធ្វើការគ្រប់គ្រងតាមដោយបុគ្គលនិងបានជួយគាត់រកកន្លែងនៅក្នុងសហគមន៍ការចិញ្ចោះសហគមន៍គឺជាសិទ្ធិរបស់អ្នកគ្រប់គ្នាតែអ្នកអាចសហការល្អជាមួយអ្នកដទៃដែលអ្នកគ្រប់គ្រងបានដោយរបៀបណាសូមចាំថាការផ្លាស់ប្ដូរដ៏មានឥទ្ធិពលធំធេងអាចចាប់ផ្ដើមពីការសន្ទនាតូចៗទៅ
ក្នុងនាមជាអ្នកផ្ដល់សេវាម្នាក់ភាពជាមនុស្សកណ្ដាលមានន័យថាស្ដាប់មនុស្សដែលអ្នកគាំទ្រនិងឆ្លើយតបទៅនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានឮ